បងឥឡូវខ្ញុំដាក់នេះទៅពាំងបងស្ងោរទៅពាំងហើយក្នុងនេះខ្ញុំដាក់អំបិលស្ករប៊ីចេងហើយបងដល់ពេលទឹកពុះខ្ញុំចាប់ផ្ដើមជ្រុំប្រហុកចឹងបងឥឡូវខ្ញុំខោវាសិនបន្ទាប់មកនេះបងសាច់ជ្រូកយើងឥឡូវនេះយើងចាប់លាងបន្លែបងធ្វើមកលាងបន្លែសំតោយកមកត្រង់ទឹកគ្រឿងមកបន្តិចបងណាដាក់ស្អីគ្រឿងមកចាប់ដល់លាងបន្លែស្អំលឹកងប់លឹកបោះហើយនឹងបន្លែផ្អែមបងប្អូនយើងវាទឹកមកមកទៅបាយទុកលឹកយើងឈប់វា3ទឹកបងប្អូនចាយើងមកមួយទឹកទៀតចុងក្រោយ